ប្រហុកចំហុយពងទាគឺជាមុខម្ហូបដែលក្នុងផ្ទះខ្ញុំគឺពេញនិយមអាសាធ្វើមែនទែនចាអ្នកនរគ្នាអញ្ចឹងជាដំបូងឡើយខ្ញុំចិញ្ច្រាំសាច់ជ្រូកនឹងសិនឲ្យល្អិតល្មមហើយបាននេះខ្ញុំដាក់ប្រហុកចូលចិញ្ច្រាំឲ្យម៉ត់ចាហើយបន្ទាប់មកទៀតខ្ញុំចិញ្ច្រាំខ្ទឹមសនឹងលាយចូលគ្នាចាឲ្យតតែម៉ត់ឲ្យចូលគ្នាតែម្ដងអញ្ចឹងណាចាហើយបន្តមកទៀតគឺខ្ញុំមានបន្ថែមអឺអំពិលទុំហើយនឹងម្ទេសខ្ញុំចិញ្ច្រាំឲ្យម៉ត់ចូលគ្នាដែរទៅបើសិនជាអ្នកនរគ្នាចូលចិត្តកាសាំងក៏ដាក់កាសាំងមកទៅខ្ញុំចូលចិត្តដែរប៉ុន្តែដល់ពេលញ៉ាំកាសាំងទៅមានអារម្មណ៍ថាក្របកាសាំងគឺអត់សូវចូលចិត្តទេចាហើយបន្តមកទៀតចាខ្ញុំគោះពងទាវាយឲ្យម៉ត់ចូលចាហើយកឡុកចូលជាមួយនឹងសាច់ដែលបានចិញ្ច្រាំហ្នឹងណាចាហើយខ្ញុំមានពងទាមួយគ្រាប់ទៀតហ្នឹងគឺខ្ញុំយកតែផ្នែកក្រហមទេដើម្បីយកមកលាបអញ្ចឹងបន្តមកទៀតខ្ញុំដាក់គ្រឿងមានម្សៅស៊ុបមាន់មានប៊ីចេងមានស្ករសចាទៅខ្ញុំដាក់មកល្មមដែរទេព្រោះដោយសារយើងប្រហុកចេញពីបោះមកគឺរៀងប្រៃហើយអញ្ចឹងពីល្មមប៉ុណ្ណឹងមកបានខ្ញុំបន្ថែមចាម្ទេសខាងក្រៅទៀតចានេះខ្ញុំមានបន្ថែមម្ទេសអាចសាត់បន្តិចមកម្ទេសដៃនាងនឹងហើយនឹងមានម្ទេសហាវ៉ៃមួយអញ្ចឹងទៅខ្ញុំមាននៅក្នុងទូប៉ុន្តែខ្ញុំដាក់មកប៉ុណ្ណឹងអញ្ចឹងណាអ្នកនរចាអញ្ចឹងខ្ញុំដាក់ចំហុយឲ្យបានមកស្ទុះយើងឆ្អិនតិចហើយបានខ្ញុំយកពងទាផ្នែកក្រហមនឹងចាមកលាបទៅឲ្យពេលដែលឆ្អិនទៅពណ៌លឿងស្អាតអញ្ចឹងណាអ្នកនរចានេះខ្ញុំលាបចុះលាបឡើងអញ្ចឹងទៅទុករយៈពេលតាមមកស្ទុះទៀតទៅចា10 20ឬក៏30នាទីហ្នឹងគឺឆ្អិនហើយចាអ្នកនរនេះអូតំណងខ្លាំងមែនតើចាបើសិនចូលចិត្តហឹរខ្លាំងបន្ថែមម្ទេសឲ្យកាន់តែច្រើនទៀតមកគឺកាន់តែហឹរខ្លាំងតែម្ដងចាជាតិខ្លាំងមែនតើចឹងឥឡូវនេះគឺបានប្រហុកនាងខ្ញុំហ្នឹងគឺបានឆ្អិនហើយចាអញ្ចឹងខ្ញុំចាខ្ញុំពុះវាជាខ្វែងអញ្ចឹងណាអ្នកនរគ្នាចានិយាយទៅចងជាប់មាត់ចានេះដើម្បីឲ្យចាសាច់ដែលយើងបានចំហុយសាច់ជ្រូកខាងក្នុងហ្នឹងវាកាន់តែឆ្អិនល្អចានេះអ្នកនរគ្នាអូតំណងខ្លាំងមែនតើចានេះខ្ញុំគឺមានលក់ផ្អកត្រីប្រាផ្អកត្រីពោផ្អកត្រីឆ្ពិនហើយនឹងផ្អកសាច់ជ្រូកបងសម្លាញ់ចាជាស្នាដៃរបស់អ្នកម្ដាយនេះខ្ញុំធ្វើផ្ទាល់តែម្ដងទៅខ្ញុំធានាបាននៅរសជាតិឆ្ងាញ់ប្លែកមែនតើបងប្អូនគ្នាហើយសម្រាប់ផ្អកនេះខ្ញុំគឺមានតែមួយមុខទេបងប្អូនគ្នាគឺចាវរំដេងអង្ករលីងចាបងសម្លាញ់បងប្អូនចាអូយនិយាយទៅគឺរសជាតិវិញគាត់បើកប្រអប់មកលក្ខណៈថាឈ្ងុយចាស់ក្លិនពី3ផ្ទះតែម្ដងចាពេលបានយកទៅចំហុយចៀនឬក៏ចាស្ងោរទីនោះតាមចំណូលចិត្តបងប្អូនគ្នាចាអូយនេះមកតែគ្រឿងទៅបងប្អូនគ្នានិយាយទៅគឺថាឡងស្រស់ញញឹមតែម្ដងលក្ខណៈអញ្ចឹងណាចានេះគ្រឿងអូយពេលដែលជូរមកជាសន្លប់បងប្អូនគ្នាចាអញ្ចឹងបងត្រូវការបងអាចកំងបានបងណាហើយសម្រាប់ហើយតំណងបងអាចតាក់ទងមកនេះខ្ញុំតាម Telegram មកលឿនចានេះខ្ញុំទទួលភ្ញៀវក៏រៀងរាល់ថ្ងៃចាបងប្អូនគ្នាហើយធ្វើលក្ខណៈគ្រួសារថ្មីជាប្រចាំអត់មានធ្វើទុករយៈពេលយូរឬមួយក៏មានបន្ថែមសារធាតុទុកឲ្យបានយូរប៉ះពាល់ដល់សុខភាពគឺអត់ទេចានេះបងប្អូនគ្នាចាគឺធានាជូនតែម្ដងឆ្ងាញ់ប្លែកគុណភាពរសជាតិអនាម័យជូនទៅមួយសេតហើយមានការវេចខ្ចប់ទៅស្អាតបែបនេះបងប្អូនគ្នាគាត់ថានេះខ្ញុំថតមុនវេចខ្ចប់ទៅទៀតណាបងប្អូនគ្នាចានេះខ្ញុំលក់ចេញរៀងរាល់ថ្ងៃអរគុណបងប្អូនគ្នាសម្រាប់ការគាំទ្រអតិថិជនទាំងអស់ចា